សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំនេះជាវីដេអូទី2របស់ខ្ញុំហើយជឿជាក់ថាបើសិនជាអ្នកទាំងអស់គ្នាបានស្ដាប់នៅវីដេអូទី1របស់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាក៏ឃើញពីសមត្ថភាពខ្ញុំនៅវីដេអូទី1ដែរគឺនិយាយញ័រនិយាយភ័យភ្លេចមុខភ្លេចក្រោយឥឡូវហ្នឹងក៏មិនទាន់ជាល្អណាស់ណាដែរប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រៀបធៀបថានៅពេលដែលយើងបានចាប់ផ្ដើមធ្វើវាគឺយើងឃើញថាខ្លួនយើងវាដោះជាងមុនតិចឡើងតិចចឹងទៅឥឡូវវីដេអូទី2នេះគឺខ្ញុំនិយាយដោយអត់ចាំបាច់មាន script ខ្ញុំនិយាយដោយចិត្តខ្ញុំហ្មងនៅអ្វីដែលជាអារម្មណ៍ខ្ញុំជាអ្វីដែលខ្ញុំធ្លាប់ជួបជារឿងជាឧបសគ្គដែលមករារាំងខ្ញុំអត់ឲ្យខ្ញុំធ្វើ YouTube ហ្នឹងអញ្ចឹងអាហ្នឹងខ្ញុំនឹងមកនិយាយអំពីការចាប់ផ្ដើមធ្វើ YouTube មិនមែនតែលើ YouTube ទេខ្ញុំនិយាយសម្ដៅទាំងអស់គឺការចាប់ផ្ដើមកុំចាប់ផ្ដើមនៅពេលដែលយើងមានអ្វីទាំងអស់គឺយើងត្រូវចាប់ផ្ដើមនៅពេលដែលយើងអត់មានអីចាប់ផ្ដើមពីអ្វីដែលយើងកំពុងមានចាប់ផ្ដើមពីប៉ុណ្្នឹងរហូតទៅដល់យើងធ្វើបានយើងមានអីច្រើនជាងហ្នឹងបានន័យថាយើងកុំចាប់ផ្ដើមនៅពេលដែលយើងមានគ្រប់យ៉ាងកុំចាប់ផ្ដើមនៅពេលដែលយើងខ្លាំងគឺយើងចាប់ផ្ដើមនៅពេលដែលយើងខ្សោយចាប់ផ្ដើមនៅពេលដែលយើងអត់មានអីសោះហ្នឹងហើយឥឡូវខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងជាមួយនឹងការធ្វើ YouTube នឹងហ្មងទៅអើយបើសិនជាអ្នកនរគ្នារងចាំពេលល្អចាំថ្ងៃនេះចាំថ្ងៃស្អែកចាំអាទិត្យនេះចាំអាទិត្យក្រោយចាំខែនេះចាំខែក្រោយចាំឆ្នាំក្រោយអញ្ចឹងយើងនៅតែចាំរហូតមួយទៀតយើងរងចាំមានកាមេរ៉ាល្អសិនចាំសំឡេងខ្ញុំល្អជាងនឹងសិនចាំខ្ញុំស្អាតជាងនឹងសិនចាំខ្ញុំមានកន្លែងនៅធំជាងនឹងចាំខ្ញុំមានបន្ទប់ត្រឹមត្រូវជាងនឹងចាំនេះចាំនោះចាំខ្ញុំចាប់ផ្ដើមអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នានៅតែប្រើពាក្យចាំគឺអ្នកទាំងអស់គ្នាអត់បានចាប់ផ្ដើមវាទេត្រូវលុបអាពាក្យចាំនឹងចេញចាប់ផ្ដើមធ្វើពីឥឡូវបើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្ដាប់វីដេអូហ្នឹងហើយធ្វើឲ្យអ្នកទាំងអស់គ្នាមានចិត្តថាចង់ចាប់ផ្ដើមគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមវាទៅដូចខ្ញុំនិយាយនៅក្នុងវីដេអូទី1អញ្ចឹងបើអ្នកទាំងអស់គ្នាអត់ធ្លាប់ធ្វើវាទេអ្នកទាំងអស់គ្នាគ្រាន់តែទាញទូរស័ព្ទមកថតមុខខ្លួនឯងនិយាយសួស្ដីទៅកាន់ទូរស័ព្ទហើយអ្នកទាំងអស់គ្នាដាក់ caption អីមួយឲ្យត្រូវនឹងវីដេអូធ្វើប៉ុណ្ណឹងទៅទទួលស្គាល់ថាការធ្វើប៉ុណ្ណឹងវាអត់មានអីធំដុំវាអត់មានអីជាប្រយោជន៍ដល់គេប៉ុន្តែនេះគឺជាការវឹកហាត់ខ្លួនឯងធ្វើឲ្យយើងក្លាហានធ្វើឲ្យយើងហ៊ានបញ្ចេញមុខនៅមុខកាមេរ៉ាអញ្ចឹងវីដេអូទី2យើងព្យាយាមធ្វើបែបហ្នឹងទៀតធ្វើម្ដងតិចឲ្យវាល្អម្ដងតិចរហូតដល់យើងក្លាហានអាចនិយាយបានចាស់ស្អែកដូចខ្ញុំអញ្ចឹងខ្ញុំពីមុនមកខ្ញុំអត់ហ៊ានទេខ្ញុំខ្មាស់មែនតើខ្ញុំខ្មាស់គេខ្ញុំខ្លាចគេថាខ្ញុំចេះថាខ្ញុំចុះតែឥឡូវអត់ទេគឺខ្ញុំលែងខ្មាស់ខ្ញុំអាចធ្វើបានខ្ញុំអាចកាន់ទូរស័ព្ទថតសលេងនិយាយម្នាក់ឯងបានចាំបានន័យថាខ្ញុំអាចជំនះអាភាពខ្មាស់អៀនអាភាពភ័យខ្លាចនឹងបានហើយគឺនេះវាគឺជាជំហានទី1ដែលខ្ញុំឈានជើងចូលក្នុងអាវិស័យ YouTube ហ្នឹងអញ្ចឹងខ្ញុំជំនះបានហើយអញ្ចឹងអ្នកនរគ្នាត្រូវតែជំនះធ្វើដូចខ្ញុំមិនមែនជាអ្នកជោគជ័យទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ចាប់ផ្ដើមកំពុងតែស្ដាប់វីដេអូហ្នឹងអញ្ចឹងបានន័យថាខ្ញុំបានចាប់ផ្ដើមមុនអ្នកទាំងអស់គ្នាហើយមិនមែនខ្ញុំជោគជ័យទេគឺខ្ញុំក៏ជាអ្នកទើបតែចាប់ផ្ដើមដែរអ្វីដែលខ្ញុំនិយាយទាំងអស់ហ្នឹងគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើវាកុំចាំពេលដែលអ្នកទាំងអស់គ្នាធ្វើបានមួយវីដេអូ2វីដេអូ3វីដេអូ4វីដេអូបើសិនជាមានវីដេអូណាមួយផ្ទុះខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងមានកម្លាំងចិត្តធ្វើវាបន្តទៀតហើយអ្នកទាំងអស់គ្នានឹងមានគំនិតថ្មីធ្វើវាទៀតហ្មងប៉ុន្តែបើអ្នកទាំងអស់គ្នានៅគាត់តែចាំអ្នកទាំងអស់គ្នាអត់បានធ្វើវាទេអញ្ចឹងនៅតែប៉ុណ្្នឹងបទពិសោធន៍តខ្លួនរបស់ខ្ញុំធ្លាប់ធ្វើ YouTube ច្រើនដែរហើយចាំមើលខ្ញុំមានវីដេអូក្រោយៗខ្ញុំនឹងបង្ហាញ channel ដែលខ្ញុំធ្លាប់ធ្វើខ្ញុំធ្លាប់ថត
សម្ដែងរឿងខ្ញុំធ្លាប់ធ្វើវីដេអូហ្គេមខ្ញុំធ្លាប់ធ្វើដើរថតផ្សារខ្ញុំធ្លាប់សម្ដែងរឿងខ្លួនឯងផ្ទាល់ខ្ញុំធ្លាប់ធ្វើនេះធ្វើនោះគឺខ្ញុំធ្លាប់ធ្វើច្រើនអញ្ចឹងខ្ញុំមានភាពក្លាហានក្នុងការធ្វើវាប៉ុន្តែគ្រាន់តែថាអ្វីដែលខ្ញុំរៀបរាប់ខាងលើហ្នឹងគឺខ្ញុំធ្វើពេលហ្នឹងគឺដោយសារតែខ្ញុំគិតថា YouTube អាចរកលុយបានខ្ញុំអត់ស្រឡាញ់ខ្ញុំរកខ្លួនឯងអត់ឃើញខ្ញុំធ្វើទាំងខ្លួនឯងអត់ស្រឡាញ់មិនមែនជាជំនាញខ្ញុំគ្រាន់តែខ្ញុំដឹងថា YouTube អាចរកលុយបានគឺខ្ញុំព្យាយាមធ្វើអត់ដឹងណាណីតែដល់ពេលឥឡូវនេះគឺខ្ញុំរកខ្លួនឯងឃើញគឺខ្ញុំចាប់ដើមធ្វើម្ដងទៀតចាប់ដើមម្ដងទៀតខ្ញុំរកខ្លួនឯងឃើញមិនអ្នកនរគ្នាគឺខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តនិយាយហើយខ្ញុំរកនឹកខ្លួនឯងខ្ញុំគាត់ថាខ្ញុំស្រឡាញ់អីខ្ញុំគួរធ្វើអីបានខ្ញុំចង់ធ្វើ YouTube តែខ្ញុំឮអ្នកធ្វើ YouTube មុនខ្ញុំអ្នកធ្វើធំគាត់និយាយថាយើងធ្វើអីដែលយើងស្រឡាញ់លុយនឹងរត់មកតាមក្រោយហើយប៉ុន្តែខ្ញុំរកខ្លួនឯងដែលខ្ញុំស្រឡាញ់ហ្នឹងវាអត់ឃើញខ្ញុំរកអត់ឃើញតតែរយៈពេលជាខ្ទង់មួយខែនេះគឺខ្ញុំរកឃើញខ្លួនឯងគឺក៏ប៉ុន្តែខ្ញុំចូលចិត្តនិយាយខ្ញុំទទួលស្គាល់ថាការនិយាយរបស់ខ្ញុំវាអាចពេលខ្លះវាអាចមានប្រយោជន៍ដល់អ្នកស្ដាប់ពេលខ្លះវាអាចធ្វើឲ្យអ្នកស្ដាប់រៀងខុញអីចឹងទៅអញ្ចឹងខ្ញុំគិតឃើញថាអញ្ចឹងការនិយាយរបស់ខ្ញុំក៏វាមានចំណុចល្អដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមធ្វើ content ដែលនិយាយតែឯងអញ្ចឹងទៅខ្ញុំចង់ប្រាប់អ្នកនរគ្នាថាអ្នកណាក៏អាចធ្វើបានដែរកុំចាំតតែមានសម្ភារៈគ្រប់គ្រាន់កុំចាំនេះចាំនោះចាប់ផ្ដើមធ្វើវាទៅចាប់ផ្ដើមជាមួយនឹងការតាំងចិត្តតែកុំរំពឹងលើវាដូចខ្ញុំចាប់ផ្ដើមធ្វើថតរឿងដំបូងអញ្ចឹងធ្វើថតរឿងគឺខ្ញុំរំពឹងទៅលើការបើក monetize ខ្ញុំរំពឹងពេលដែលខ្ញុំធ្វើទៅវាអត់បានដូចចិត្តគឺខ្ញុំបាក់ទឹកចិត្តយកហ្មងអញ្ចឹងគឺខ្ញុំអត់មានអារម្មណ៍ធ្វើតទៀតទេអញ្ចឹងខ្ញុំអត់រំពឹងខ្ញុំផ្ដោតលើវាខ្ញុំខំប្រឹងប៉ុន្តែខ្ញុំអត់រំពឹងប៉ុន្តែខ្ញុំអត់រំពឹងខ្លាំងព្រោះតែកាលណាខ្ញុំរំពឹងខ្លាំងវាអត់ដូចការរំពឹងខ្ញុំវាធ្វើឲ្យខ្ញុំខកចិត្តខ្ញុំបាក់ទឹកចិត្តអញ្ចឹងខ្ញុំលែងធ្វើទៀតហ្មងអញ្ចឹងឥឡូវខ្ញុំធ្វើដែរធ្វើដោយការរំពឹងតែមិនរំពឹងខ្លាំងអញ្ចឹងខ្ញុំលើកទឹកចិត្តអ្នកនរគ្នាទៅថ្ងៃអនាគតយើងមើលអត់ឃើញទេបើសិនជាអ្នកទាំងអស់គ្នាចាប់ផ្ដើមកាន់ទូរស័ព្ទកាន់កាមេរ៉ាថតខ្លួនឯងនៅថ្ងៃហ្នឹងថ្ងៃក្រោយអ្នកទាំងអស់គ្នាអាចនឹងផ្លាស់ប្ដូរប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាបានចាប់ផ្ដើមពីថ្ងៃហ្នឹងទៅទេនៅថ្ងៃហ្នឹងឆ្នាំក្រោយអ្នកទាំងអស់គ្នានឹងនិយាយពីថាអូស្ដាយណាស់ដែលខ្ញុំអត់បានធ្វើអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបានធ្វើនៅថ្ងៃហ្នឹងថ្ងៃក្រោយអ្នកទាំងអស់គ្នាស្រាប់តែប្រហែលឆ្នាំក្រោយអ្នកនរគ្នាបាន 100k subscriber 200k subscriber មានគេស្គាល់ច្រើនអ្នកនរគ្នានឹងគិតថាសំណាងហើយពេលមុនខ្ញុំអត់បោះបង់ខ្ញុំចាប់ផ្ដើមធ្វើវាកុំឲ្យខ្ញុំអត់មានថ្ងៃនេះអ្នកនរគ្នាប្រហែលជាគិតអញ្ចឹងអូខេហ្នឹងហើយនៅក្នុងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងហើយខ្ញុំសុំទោសទុកជាមុនបើសិនជាវីដេអូនេះមានកំហុសខុសឆ្គងថងណាដោយសារតែនេះគឺជាវីដេអូទី2គឺជាការចាប់ផ្ដើមនិយាយរបស់ខ្ញុំទេបើអ្នកនរគ្នាមានចម្ងល់ឆ្ងល់អីឬក៏មានបញ្ហាអីឬក៏មានគំនិតចង់រិះគន់ខ្ញុំអីអាច comment នៅក្រោមវីដេអូហ្នឹងបានសម្រាប់អ្នកដែលក៏អត់ទាន់ចុច subscribe channel ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតហើយសូមបញ្ជាក់ថាខ្ញុំទទួលរាល់ពាក្យរិះគន់អ្នកទាំងអស់គ្នាព្រោះខ្ញុំទើបតែចាប់ផ្ដើមទេបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ